ថ្ងៃនេះនាងខ្ញុំមកផុសចម្លើយថាតើផ្លែម្កាក់និងផ្លែពោតខុសគ្នាត្រង់ណាបើនិយាយអំពីផ្លែម្កាក់និងផ្លែពោតខុសគ្នាត្រង់ស្លឹកពោតមានលក្ខណៈធំជាងស្លឹកម្កាក់ហើយមានបងប្អូនយើងចូលខមមិនថាដើមពោតធំជាងដើមម្កាក់ហើយក្របរបស់វាគឺខុសអំពីក្របម្កាក់ដែរប៉ុន្តែនាងខ្ញុំអត់ស្គាល់ច្បាស់ទេពុកម៉ែបងប្អូនគ្រាន់តែដឹងថាអ្នកខ្លះគេថាពោតអ្នកខ្លះគេថាម្កាក់ដល់ពេលចឹងទៅនាងខ្ញុំក៏អត់ច្បាស់ដែរដោយសារតែនៅស្រុកនាងខ្ញុំឥឡូវលែងមានពោតហើយមានតែម្កាក់ទេហើយបើនិយាយពីរឿងម្កាក់យើងមានអាមួយភេទម្កាក់ខ្មែរយើងដើមធំអានឹងគេយកទៅធ្វើជ្រក់ពុកម៉ែបងប្អូនហើយអានេះគឺជាប្រភេទម្កាក់ដែរប៉ុន្តែប្រភេទពួកម្កាក់បារាំងហើយមានម្កាក់ខ្លះដើមតឿអញ្ចឹងទៅផ្លែច្រើនហ្មងហើយបើនិយាយពីភាពជូររបស់ផ្លែម្កាក់ជូរនៅត្រង់សម្បកនេះសម្បកខៀវនេះបើយើងចិត្តឲ្យអស់អាខៀវហ្នឹងអត់ជូរទេពុកម៉ែបងប្អូននេះហើយម្កាក់បើយើងយកចេញចាស់គឺយើងអាចបរិភោគដល់ឆ្ងាញ់អត់មានអើយសកៃខាងក្នុងណាបើយើងទុកឲ្យចាស់អត់ឆ្ងាញ់ទេផ្លែហើយម្កាក់មានម្កាក់គេហៅម្កាក់បារាំងឬក៏ម្កាក់តឿបើម្កាក់មួយប្រភេទទៀតគេហៅម្កាក់ខ្មែរអាហ្នឹងភាគច្រើនស្លឹកវាជូរយើងអាចយកស្លឹកម្កាក់ហ្នឹងយកទៅស្លម្ជូរបានអាហ្នឹងជាប្រភេទម្កាក់ដែលមានដើមធំសប្តាហ៍ថ្ងៃអាម្កាក់ហ្នឹងចង់ដាច់ពូជឲ្យពុកម៉ែបងប្អូនអត់មានទេហើយផ្លែដែលដូចរូបរាងនឹងវាមានពោតមានពីរប្រភេទទៀតមានពោតយើងធម្មតានិងពោតស្វាបើពោតធម្មតាដើមវាធំផ្លែវាដូចផ្លែម្កាក់យ៉ាងឯងគ្រាន់តែថាស្លឹកវាធំជាងស្លឹកម្កាក់បន្តិចហើយនឹងពោតមួយប្រភេទទៀតគេហៅថាពោតស្វាស្លឹកវាដូចស្លឹកស្ដើងយ៉ាងឯងពុកម៉ែបងប្អូនផ្លែវារាងតូចអត់ដូចជាផ្លែម្កាក់ឬផ្លែពោតធំទេហើយផ្លែរបស់វាភាគច្រើនគឺគេយកទៅឲ្យគោស៊ីប៉ុន្តែសប្តាហ៍ថ្ងៃពុកម៉ែបងប្អូនផ្លែឈើឬក៏រុក្ខជាតិមួយចំនួនដាច់ពូជហើយកុំថាតែជំនាន់នាងខ្ញុំសូម្បីតែសេរីក្រោយគឺថាអត់ស្គាល់ទេកុំថាឡើយដល់និយាយពីម្កាក់និយាយពីពោតខុសគ្នាតាណាគាត់អត់ដឹងទេហើយនឹងផ្លែឈើមួយប្រភេទទៀតនាងខ្ញុំធ្លាប់ផុសអំពីផ្លែដង្កោមានមនុស្សជាច្រើនអត់ស្គាល់ផ្លែដង្កោភាគច្រើនធម្មតាតែយើងអ្នកស្រុកស្រែចំការគឺយើងស្គាល់ហើយផ្លែដង្កោព្រោះនៅតាមស្រុកស្រែគឺសម្បូរណាស់តាមដងផ្លូវតាមភ្លឺស្រែតាមមាត់ស្ទឹងអីហ្នឹងគឺសម្បូរដង្កោតែដល់ទៅពេលផុសទៅអត់មានអ្នកស្គាល់អញ្ចឹងខ្មែរយើងអើយអ្វីដែលជារបស់យើងភ្លេចអស់ទៅហើយនឹងតិចទៀតដល់ទៅពេលគេឆ្នៃធ្វើនេះធ្វើនោះអីចឹងកើតយើងទៅទិញគេយកមកដាំយកអីវិញដូចជាផ្កាអីហ្នឹងជាដើមផ្កាខ្លះផ្កាខ្មែរយើងត្រូវបាននាំចូលពីខាងក្រៅយកមកដាំវិញនៅស្រុកយើងដោយសារតែយើងអត់ស្រឡាញ់ស៊ូនអត់ស្រឡាញ់ផ្កាហើយចម្លើយថ្ងៃហ្នឹងដូចនឹងខ្ញុំប្រាប់អញ្ចឹងម្កាក់និងពោតខុសគ្នាត្រង់ស្លឹកបើនិយាយពីក្របនឹងខ្ញុំអត់ដឹងទេធម្មតាគេមិនដែលទៅសង្កេតក្របអីធម្មតាគេមានភិនភាគនៅខាងក្រៅអញ្ចឹងស្លឹកពោតធំជាងស្លឹកម្កាក់ហើយរសជាតិជូររបស់ផ្លែម្កាក់គឺនៅត្រង់សម្បកខៀវបើយើងចិត្តសម្បកខៀវអស់គឺលែងជូរហើយ